សម្រាប់រដូវភ្លៀងនេះបងប្អូនមានជីត្រីប្រអប់ SMB ប្រើនៅបើនៅទេបងប្អូនអាចទិញមេកាច់ SMB ពីខាងខ្ញុំយកទៅប្រើបានជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរដូវកាលភ្លៀងនិងរដូវកាលប្រមូលផលហើយថ្ងៃនេះសូមលម្អិតវីដេអូអំពីការធ្វើជីត្រីបន្តិចបងប្អូនព្រោះខ្ញុំដឹងថាជីត្រីប្រអប់នេះមានបងប្អូនដែលគាត់ស្គាល់ច្រើនប៉ុន្តែមានបងប្អូនមួយចំនួនដែលគាត់មកអត់ទាន់ដល់អញ្ចឹងបងប្អូនចូលមើលវីដេអូនេះបងប្អូនប្រកាសជាចំណេញពេលវេលាមែនតើសម្រាប់ជីត្រីប្រអប់ SMB បងប្អូនការផលិតនិងការធ្វើគឺងាយស្រួលសំខាន់គឺយើងមានមេកាច់ SMB មកកញ្ចប់នៅក្នុងដៃព្រោះមេកាច់នេះវាមានតួនាទីសំខាន់ទៅបន្លឿនការកាច់វត្ថុធាតុដើមដែលនៅក្នុងជីហើយសម្រាប់វត្ថុធាតុផ្សំនៅក្នុងជីនេះគឺងាយស្រួលរកមែនតើបងប្អូនយើងមានតែមេកាច់ SMB មកកញ្ចប់យើងមានកាកស្ករល្ងកាកស្ករល្ងក៏ខ្ញុំមានលក់ដែរហើយយើងមានត្រីបងប្អូនអាចប្រើត្រីកំមុងឬមួយក៏ត្រីស្រែបានហើយយើងមានម្នាស់ហើយនឹងកន្ទក់អញ្ចឹងវត្ថុធាតុដើមទាំងអស់នេះគឺងាយស្រួលរកមានជំវិញខ្លួននៅផ្សារក៏មានហើយសម្រាប់ការផ្អាប់បងប្អូនផ្អាប់រយៈពេល15ថ្ងៃគឺបងប្អូនអាចយកមកច្រោះប្រើបានហើយកាន់តែងាយស្រួលទៀតនៅក្នុងកញ្ចប់ SMB គឺយើងមានបិទលម្អិតនៅការណែនាំបន្ថែមស្រាប់នៅក្នុងនោះចឹងបងប្អូនយកទៅអត់ពិបាកក្នុងការប្រើទេប៉ុន្តែរាល់ចម្ងល់ផ្សេងរាល់ការទិញរាល់ការកម្មង់បងប្អូនអាចទៅមកខាងយើងបានហើយរាល់ចម្ងល់បងប្អូនអាចសួរពូមានលម្អិតពីខាងយើងបានបន្ថែមណាអរគុណច្រើន